រឿងមួយនេះគឺបានផ្ដើមចេញនៅក្នុងសាលាមួយដែលមានមនុស្សជាច្រើនហ្នឹងគឺបានសម្លឹងទៅកាន់ក្មេងស្រីម្នាក់ដែលអ្នកហ្នឹងគឺបាន awaken ដែលថាមពល awaken របស់អ្នកហ្នឹងគឺពិតជាខ្លាំងមែនទែនហើយថាមពល awaken មួយហ្នឹងក៏បានប្រែក្លាយទៅជាដាវមួយហើយយើងមើលទៅកាន់នាងទៅគឺដូចជាទេពធីតាអញ្ចឹងហើយក្មេងស្រីម្នាក់ហ្នឹងគឺមានឈ្មោះថា Suicide King ហើយនាយកស្នាក៏បានប្រាប់ថានាងគឺទទួលបានកម្រិត Epic Class នៅក្នុងហ្នឹងក៏បានបង្ហាញអំពីបារម្ភម្នាក់ផងដែរដែលជាតួឯកនៅក្នុងរឿងមួយនេះហ្នឹងឯងដែលគាត់ហ្នឹងគឺបានឃើញថា Suicide King ហ្នឹងគឺមានឋានៈជាវីរភាពហើយកាលពី300ឆ្នាំមុនហ្នឹងportal មួយក៏បានកើតឡើងនៅក្នុងភពផែនដីដោយអត់មានសញ្ញាអ្វីសោះហើយ portal នោះគឺបាននាំនៅបិសាចជាច្រើនហ្នឹងវាយប្រហារមកលើផែនដីហើយនៅពេលហ្នឹងផងដែរមនុស្សហ្នឹងក៏ចាប់ផ្ដើម awaken ហើយក៏បានប្រើ skill និងជំនាញរបស់ពួកគេហ្នឹងគឺចាត់ការទៅលើពួកបិសាចទាំងអស់ហ្នឹងហើយចំពោះកម្រិតហ្នឹងគឺត្រូវគេហ្នឹងគឺបែងចែកដែលមានដូចជាទាបមធ្យមខ្ពស់ថ្នាក់វីរភាពនិងថ្នាក់ដែលខ្ពស់ជាងគេបំផុតហ្នឹងគឺជាថ្នាក់អាថ៌កំបាំងចំណែកគាត់ហ្នឹងក៏បានគិតថាមើលទៅពិភពលោកមួយនេះហ្នឹងគឺដូចជាហ្គេមអញ្ចឹងចំណែក Suicide King នាងក៏បានចុះពីលើវេទិកានាយកសាលាក៏បាននិយាយថាពួកយើងហ្នឹងគឺពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលនាងហ្នឹងគឺបានឡើងដល់ថ្នាក់វីរភាពហើយនាងក៏បាននិយាយថានាងក៏អរគុណដែរសម្រាប់ការសើហើយនាងហ្នឹងនឹងខិតខំបន្តទៀតនៅពេលហ្នឹង Suicide King ហ្នឹងគាត់នឹងក៏បានដើរកាត់តួប្រុសតែនាងក៏បានគិតថាតួប្រុសហ្នឹងគឺត្រូវបាននាងហ្នឹងគៀបសង្កត់អស់រយៈពេលច្រើនឆ្នាំហើយនៅក្នុងការបញ្ចេញនៅទេពកោសល្យមួយនេះតួប្រុសហ្នឹងគឺគ្មានគីឡូឈ្នះនាងនោះទេហើយឈ្មោះរបស់តួប្រុសហ្នឹងគឺមានឈ្មោះថា Weishao នៅពេលដែល Weishao កំពុងតែដើរទៅកាន់វេទិកាហ្នឹងមនុស្សទាំងអស់គ្នាហ្នឹងក៏បាននិយាយថា Weishao ហ្នឹងគឺមិនអាច awaken ឡើងទៅដល់កម្រិតខ្ពស់បាននោះទេបានត្រឹមតែកម្រិតទាបតែប៉ុណ្ណោះដែលពួកគេទាំងអស់គ្នាហ្នឹងគឺពិតជាមើលងាយ Weishao ខ្លាំងមែនទែនចំណែកនាយកសាលាវិញគាត់នឹងក៏បានគិតថាពួកយើងហ្នឹងគឺមានថ្នាក់វីរភាពមួយឯងដែលជា Suicide King នឹងឯងដូច្នេះហើយបរិសុទ្ធភាពរបស់យើងហ្នឹងគឺដឹងតែជោគជ័យឯងចំណែក Weishao ហ្នឹងគាត់នឹងក៏បានឡើងទៅដល់វេទិកាគ្រាន់តែឡើងភ្លាមហ្នឹងពន្លឺពណ៌ស្វាយហ្នឹងក៏បានចេញមកហើយគាត់នឹងក៏បានប្រើថាមពលដើម្បី awaken ដែលថាមពល awaken មួយហ្នឹងគឺវាពិតជាខ្លាំងតលមែនតែដែលខ្លាំងជាងម្នាក់ស្រីនោះទៀតហ៎តែមនុស្សនាទីហ្នឹងក៏បានភ្ញាក់ផ្អើលខ្លាំងមែនតែដោយសារតែវាហ្នឹងគឺខ្លាំងពេកហើយអ្វីដែលចម្លែកហ្នឹងគឺថែមទាំងមានរូបក្បាលខ្មោចទៀតរួមជាមួយនឹងក្រុងឆ្អឹងជាច្រើនចំណែកនាយកសាលាគាត់នឹងក៏បាននិយាយថាគាត់នឹងគឺមិនដែលឃើញបាតុភូតចម្លែកបែបនេះនោះទេប្រហែលជា Versailles ហ្នឹងគឺ awaken កម្រិតខ្លាំងឯងចំណែក Suicide King ក៏មិននឹកស្មានថាថាមពល awaken របស់តួប្រុសហ្នឹងគឺខ្លាំងប៉ុណ្ណឹងនោះដែរហើយថាមពល awaken របស់ Versailles ហ្នឹងក៏បានផ្ដុំគ្នារួចហើយបង្កើតទៅជាចុប៉ែលមួយនៅពេលហ្នឹងគឺធ្វើឲ្យតួប្រុសហ្នឹងគាត់នឹងគឺពិតជាគៀងខ្លាំងមែនទែនចំណែកឯមនុស្សទាំងអស់ដែលនៅទីហ្នឹងក៏បាននាំគ្នាសើចដោយសារតែគេនឹងអស់សំណើចជាមួយនឹងអាវុធរបស់ Weishao ដែលវានឹងគឺចម្លែកខុសពីគេចំណែកឯនាយកសាលាគាត់នឹងក៏បានបើកស្ទែនរបស់ Weishao មើលហើយក៏បានឃើញថាគាត់នឹងទទួលបានចំណេញខាងសាម៉ុនហើយវានឹងគឺមានលក្ខណៈអាថ៌កំបាំងអញ្ចឹងហ្នឹងគាត់នឹងគឺមិនអាចដឹងនោះទេចំណែក Suicide King នឹងក៏សប្បាយចិត្តវិញហើយដោយសារតែគ្មានណាគេនឹងគឺអាច awaken ឈ្នះនាងនោះទេចំណែកតួប្រុសគាត់នឹងគឺគៀងខ្លាំងមែនទែនហើយអីក៏បានចាប់បែរទៅវិញ awaken ខ្លាំងចង្អុលនៅពេលនោះតួប្រុសគាត់នឹងក៏បានបើកនៅ skill របស់គាត់ហើយក៏បានឃើញថាចុប៉ែលនេះគឺមានកម្រិត SSS ដែលវាគឺជាកម្រិតខ្លាំងផុតលេខឯងនៅពេលនោះតួប្រុសគាត់នឹងក៏បានគិតថាការកោះហៅធម្មតាហ្នឹងគឺអាចហៅបានតែមួយទេក្នុងពេលតែមួយប៉ុន្តែចំណេញរបស់គាត់ហ្នឹងគឺកម្រិត SS ដែលខ្លាំងផុតហ្នឹងប្រហែលជាកោះហៅបានច្រើនហើយហើយនៅពេលណាដែលគាត់នឹងយកសាកសពនឹងទៅកត់ទៅគាត់នឹងទទួលបាននឹងរង្វាន់ដែលនៅពេលហ្នឹងធ្វើឲ្យគាត់នឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនទោះបីជាវានឹងគឺជាចុប៉ែលក៏ដោយប៉ុន្តែវានឹងគឺស្រួលដល់គាត់ចំណែកនាយកសាលាក៏បានប្រាប់ទៅកាន់វេសាថាកុំចូលនៅទីនេះយូរពេកថាបង្ហាញនៅ skill របស់ឯងចេញមកដែលពួកយើងនឹងគឺពិតជាចង់ដឹងណាស់ថា skill របស់ឯងនឹងគឺជាអ្វីនៅពេលហ្នឹងវេសាគាត់នឹងក៏បានប្រើ skill របស់គាត់នឹងសុំនៅ skeleton មួយចេញមកដែល skeleton មួយហ្នឹងមើលទៅហ្នឹងវានឹងគឺពិតជាខ្សោយខ្លាំងមែនទែនគ្រាន់តែនាយកសាលាប៉ះវាតែបន្តិចហ្នឹងវានឹងក៏លេខ្ទេចបាត់ហើយចំណែកមនុស្សទាំងអស់គ្នាដែលនៅទីហ្នឹងឃើញបែបហ្នឹងក៏បាននាំគ្នាសើចតែពួកគេបាននិយាយថា awaken កម្រិតខ្លាំងហើយប៉ុន្តែ skeleton ហ្នឹងនៅតែកថាអនដែរនៅពេលហ្នឹងវេសាគាត់នឹងក៏បាននិយាយថា skeleton តែមួយហើយកម្រិតទាបអញ្ចឹងវានឹងគឺពិតជាមិនខ្លាំងនោះទេប៉ុន្តែគាត់នឹងគឺអាចកោះហៅនៅ skeleton រាប់រយបានតែធ្វើឲ្យអ្នកគ្នាដែលនៅទីហ្នឹងគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែក Suicide King នាងក៏បាននិយាយថាថ្មីត្បិតតែពួក skeleton ហ្នឹងវារាងខ្សោយប៉ុន្តែបើវាច្រើនហ្នឹងពួកយើងហ្នឹងក៏មិនបាច់ចាត់ការវាដែរចំណែកនាយកសាលាគាត់នឹងក៏បាននិយាយថានេះហ្នឹងគឺជាទេពកោសល្យកម្រិតអាថ៌កំបាំងហើយនាយកសាលាក៏បានប្រាប់ឲ្យ Vesha ហ្នឹងគឺប្រមូល skeleton ហ្នឹងទុកសិនទៅនៅពេលហ្នឹង Vesha គាត់នឹងក៏បាននិយាយថាបើគាត់នឹងសុំបាន skeleton dragon មួយទៀតហ្នឹងមិនដឹងជាល្អយ៉ាងណានោះទេហើយតែបន្តិចទៀតហ្នឹង skeleton dragon ហ្នឹងនឹងក្លាយទៅជារបស់គាត់ហើយបន្ទាប់ពី awaken រួចរាល់អស់ហើយហ្នឹងនាយកសាលាហ្នឹងក៏បានឡើងទៅថ្លែងថានៅថ្ងៃស្អែកហ្នឹងសម្រាប់អ្នកដែល awaken ហ្នឹងនឹងទៅ upgrade ដើម្បីឲ្យពួកគេហ្នឹងគឺមាននិស្សល្អពួកគេហ្នឹងនឹងទទួលបាននូវពិន្ទុបន្ថែមទៀតហើយក៏ទទួលបាននូវអាហារូបករណ៍ដែរបន្ទាប់ពីហ្នឹងពួកគេហ្នឹងក៏បានបែកជួរគ្នាអស់ទៅហើយរឿងមួយនេះក៏បានកាត់ទៅដល់ Suicide King ដែលមានអាប៉ែកម្នាក់ហ្នឹងគឺព្យាយាមញ៉ាយនឹងយកមក
ដែលគាត់នឹងគឺមានថ្នាក់កម្រិតខ្ពស់មានចក់មែនគាត់នឹងក៏បាននិយាយថានៅថ្ងៃស្អែកហ្នឹងពួកយើងហ្នឹងគឺចូលរួមក្រុមជាមួយនឹងគ្នាទៅប៉ុន្តែ Suicide King ហ្នឹងនាងគឺអត់ខ្វល់ជាមួយនឹងគាត់នោះទេដែលនាងហ្នឹងក៏បានទៅជួបជាមួយនឹង Wei Xiao ដែលនាងហ្នឹងគឺមានរឿងចង់និយាយជាមួយនឹងគាត់នាងបាននិយាយថានៅថ្ងៃនេះហ្នឹងនាងគឺមិនយកឈ្នះទៅលើទូប្រុសបាននោះឡើយប៉ុន្តែនៅថ្ងៃស្អែកនាងហ្នឹងគឺមិនអោយគាត់ហ្នឹងគឺឈ្នះនាងបាននោះទេដូច្នេះហើយនៅថ្ងៃស្អែកនៅពេលដែលពួកគេចូលទៅកាន់ដងចោលហ្នឹងពួកយើងហ្នឹងនឹងធ្វើការឆ្លងគ្នាថាតើណាគេហ្នឹងគឺជាអ្នកឈ្នះចំណែក Wei Xiao គាត់នឹងក៏បានយកព្រមទៅហើយគាត់នឹងថែមទាំងនិយាយទៀតថានាងហ្នឹងគឺគ្មានកន្លោឈ្នះខ្ញុំនោះទេនៅពេលហ្នឹងគឺធ្វើឲ្យ Suicide King ហ្នឹងគឺវាខឹងខ្លាំងមែនតើដែលសម្ដីរបស់ Wei Xiao ហ្នឹងមើលទៅគឺដូចជាមើលងាយនាងអញ្ចឹងនៅពេលហ្នឹងអូនមួយនោះមកថែមទាំងបញ្ចេញអ្នកដើមមួយមកតែខ្ញុំហ្នឹងនឹងបំបាក់ជើងឯងហ្នឹងគឺឥឡូវនេះដោយមិនឲ្យឯងហ្នឹងទៅប្រគួតនៅថ្ងៃស្អែកបាននោះឡើយចំណែក Suicide King នាងក៏បាននិយាយថាកុំមកចេះដឹងរឿងនាងដែលនាងហ្នឹងគឺចង់ប្រយុទ្ធឲ្យយុត្តិធម៌ហើយអូនមួយនោះក៏បាននិយាយថាបើសិនជា Suicide King និយាយអញ្ចឹងហើយចាំថ្ងៃស្អែកក៏បានដែរតែនៅថ្ងៃនេះគាត់នឹងមិនចាត់ការទៅលើ Wei Xiao នោះទេហើយនៅថ្ងៃស្អែកហ្នឹងគឺអធិដ្ឋានទៅថាកុំឲ្យនឹងរត់មករកខ្ញុំបើសិនជាជួបខ្ញុំនៅថ្ងៃស្អែកឯងហ្នឹងគឺដឹងតែមរុកខ្លួនទេចំណែក Wei Xiao គាត់នឹងក៏បាននិយាយថាកន្លោការសោះចង់ខ្លាំងជាមួយគេដែរហើយរឿងនេះក៏បានកាត់ទៅដល់ថ្ងៃស្អែកវិញម្ដងដែលកាត់នៅក្នុងសាលដ៏ធំមួយដែលមនុស្សទាំងអស់គ្នាដែលនៅទីហ្នឹងគឺម្នាក់ៗហ្នឹងគឺបានដើរស្វែងរកក្រុមរបស់ពួកគេដើម្បីឲ្យពួកគេហ្នឹងងាយស្រួលនៅក្នុងការ farm ចូលទៅក្នុងដុំចំនៅ Suicide King នាងក៏បានសួរទៅកាន់ Wei Hao ថាតើគាត់នឹង solo មែនហេតុអីអត់ទៅរកក្រុមអញ្ចឹងចំណែក Wei Xiao គាត់នឹងក៏និយាយថាគាត់នឹងគឺចង់នៅ solo វិញវាស្រួលសនុកជាងនៅពេលហ្នឹងផងដែរនាយកសាលាហ្នឹងក៏បានប្រាប់ទៅកាន់ពួកគេថាការសាកល្បងនៅក្នុងដូនជាប់មួយនេះហ្នឹងគឺវាមានរយៈពេល8ម៉ោងហើយពួកគេហ្នឹងគឺត្រូវតែអាប់ level របស់ពួកគេហ្នឹងឲ្យឡើងដល់ level 3ហើយនៅពេលដែលពួកគេសម្រាប់3ខ្សែហ្នឹងពួកគេហ្នឹងនឹងទទួលបានបន្ទុកដែល3ខ្សែកម្រិតទាបហ្នឹងទទួលបាន5បន្ទុកកម្រិតកណ្ដាលហ្នឹងទទួលបាន10បន្ទុកហើយនឹងអាមេ3ខ្សែខ្លាំងជាងគេហ្នឹងគឺទទួលបាន20បន្ទុកហើយបន្ទាប់មក portal នៅដងចែហ្នឹងក៏បាន spawn ឡើងហើយមនុស្សទាំងអស់គ្នាហ្នឹងក៏បាននាំគ្នាហ្នឹងរត់ចូលទៅកាន់ដងជាប់មួយហ្នឹងចំណែក Wei Xiao គាត់ហ្នឹងក៏បានចូលដែរហើយគាត់ហ្នឹងក៏បាន portal មកឡើងកន្លែងផ្សេងមួយទៀតដែលគាត់ឃើញថាគាត់ហ្នឹងគឺមកតែឯនោះទេអត់មានមនុស្សនៅជុំវិញខ្លួនទេហើយគាត់គិតថាប្រហែលជាមនុស្សផ្សេងទៀតហ្នឹងគឺត្រូវបានបញ្ជូនទៅកន្លែងផ្សេងទៀតហើយកំឡុងពេលហ្នឹងគាត់ហ្នឹងក៏បានលឺនៅសំឡេងអ្វីមួយចេញពីក្នុងគុម្ពស្មៅដែលវាហ្នឹងគឺជាបិសាចកំប្រុកកម្រិតទាបទូប្រកាសថាបិសាចកំប្រុកនេះហ្នឹងគឺវាកថាទេប៉ុន្តែមានណាគ្រាន់តែសំឡេងស្រែករបស់វាហ្នឹងគឺធ្វើឲ្យទូប្រុសហ្នឹងគឺពិតជាគៀងខ្លាំងមែនតើហើយវាហ្នឹងគឺថែមទាំងហក់ទៅវាយប្រហារទៅលើទូប្រុសទៀតប៉ុន្តែគាត់ហ្នឹងក៏បានចាប់វាតន់ហើយដើម្បីបដាវាហ្នឹងគាត់ហ្នឹងក៏បានធាក់វាហ្នឹងមកជើងទៅនៅពេលហ្នឹងក៏ឃើញថាមានបិសាចកំប្រុកជាច្រើនហ្នឹងក៏បានចេញមកហើយនៅពេលហ្នឹងទូប្រុសគាត់ហ្នឹងក៏មិនចាំពេលយូរនោះឡើយដែលគាត់ហ្នឹងគឺបានsummon skeleton ហ្នឹងកម្រិត max ដែលពួក skeleton ទាំងអស់ហ្នឹងគឺពួកវាហ្នឹងគឺចេះប្រើ max ដែល skeleton ទាំងអស់ហ្នឹងក៏បានចាត់ការទៅលើពួកកំប្រុងហ្នឹងអស់ទៅហើយ level ទូប្រុសរបស់យើងហ្នឹងក៏បានកាត់ឡើងពីកម្រិត0ឡើងទៅដល់កម្រិត1នៅទូប្រុសគាត់នឹងគិតថាវានឹងគឺឡើងតិចពេកដូច្នេះហើយគាត់នឹងក៏summonបន្ថែមទៀតហ្នឹងទៅចាត់ការពួកកំប្រុងទាំងអស់យកមកចំណែករឿងមួយនេះក៏បានកាត់ទៅដល់នាយកសាលាវិញម្ដងដែលគាត់នឹងគឺកំពុងតែផឹកទឹកនិយាយជាមួយនឹងនាយកសាលាផ្សេងទៀតនៅពេលហ្នឹងនាយកសាលានៃបណ្ឌិតសភាទី2ដែលជាតាសិក្សាហ្នឹងក៏បាននិយាយថាតើអ្នកនេះហ្នឹងគឺអាចយកឈ្នះសាលារបស់ខ្ញុំមែនដែលខ្ញុំហ្នឹងគឺមានសាសកម្រិតថ្នាក់វិរៈភាពចំណែកបរិមាណទៀតដែលនៅkiaហ្នឹងក៏បាននិយាយថាត្រឹមតែកម្រិតវិរៈភាពហ្នឹងមកនិយាយអួតអាងអីណាឯហ្នឹងគឺមានទាំងកម្រិតអាកំបាំងទៀតដែលធ្វើឲ្យតាសក់សោអ្នកនឹងគាត់នឹងក៏បានក្អួតចេញមកចំណែកនាយកសាលារបស់យើងហ្នឹងគាត់នឹងក៏អត់ខ្វល់ជាមួយនឹងពួកគេនោះឡើយដោយឲ្យពួកគេហ្នឹងគឺរងចាំលទ្ធផលសិនទៅចំណែកទូប្រុសគាត់នឹងក៏បានដេកយ៉ាងរំភើយដោយមិនខ្វល់អីសោះដោយសារតែ skeleton របស់គាត់នឹងគឺជាអ្នកចាត់ការឲ្យបន្ទាប់មកគាត់នឹងក៏បានយកប៉ារបស់គាត់នឹងទៅកប់សាកសពពួកកំប្រុកទាំងអស់ហ្នឹងហើយនៅពេលដែលគាត់បានកប់នៅពួកកំប្រុកទាំងអស់ហ្នឹងគាត់នឹងក៏ទទួលបានរង្វាន់ដែលគាត់នឹងទទួលបានរង្វាន់ដូចជាខ្សែដៃធូបក្រអូបជាមួយនឹងប្រេងឆាចំណែកទូប្រុសគាត់នឹងក៏រៀងស្ងាត់ចិត្តដែរដោយសារតែបានរបស់មកដូចឈួតនៅពេលហ្នឹងទូប្រុសគាត់នឹងក៏បានអុជនៅធូបក្រអូបហ្នឹងនៅពេលដែលគាត់បានអុជវាភ្លាមហ្នឹង experience របស់គាត់ហ្នឹងគឺចេះតែកើនឡើងយកមកហើយឥឡូវហ្នឹងគាត់នឹងគឺបានឡើងដល់កម្រិត2ហើយនៅពេលហ្នឹងធ្វើឲ្យគាត់គិតថា experience អីក៏ស្រួលរកដែរហើយគាត់នឹងក៏បានចាប់អារម្មណ៍ទៅលើប្រេងឆាវិញម្ដងហើយ system នឹងក៏បានប្រាប់ថានៅពេលណាដែលគាត់យកប្រេងឆានឹងទៅលេបលើខ្លួនគាត់នឹងទទួលបាន stand ហើយគាត់នឹងក៏បានយកវាមកលេបលើខ្លួនមិនដឹងថាជា stand អីខ្លះទេដឹងតែវានឹងគឺពិតជាច្រើនហើយទូប្រុសរបស់យើងនឹងក៏ចេះតែបន្តកប់នៅពួកកំប្រុកដែលងាប់ទាំងអស់ហ្នឹងទៅបន្ទាប់ពីនឹង system ក៏បានលោតប្រាប់ទៅកាន់គាត់ថា skeleton របស់គាត់នឹងគឺត្រូវបានរងខូចខាតហើយទូប្រុសក៏បានឃើញថាគឺត្រូវបានបីសាយកម្រិតកណ្ដាលហ្នឹងគឺវាយប្រហារទៅលើពួក skeleton ទាំងអស់ហ្នឹងដែលបីសាយកម្រិតកណ្ដាលហ្នឹងគឺវាមានកម្រិត3ហើយទូប្រុសគាត់នឹងក៏ដឹងថា skeleton របស់គាត់នឹងគឺមិនអាចទប់ទល់ឈ្នះជាមួយនឹងវាបាននោះឡើយហើយអាសត្វជ្រូកមួយនឹងគ្រាន់តែឃើញទូប្រុសភ្លាមនឹងគឺរត់មកបុកគាត់យកមកចំណែកទូប្រុសគាត់នឹងក៏បានរត់ហើយនៅពេលដែលវារត់ប៊ីសនឹងមកបុកគាត់
ទូប្រុសគាត់ហ្នឹងក៏បានសម្មន់ skeleton ចេញមកដើម្បីការពារគាត់សំណាងហើយដែលបាន skeleton ហ្នឹងគឺជួយការពារបើមិនអញ្ចឹងទេទូប្រុសគាត់ហ្នឹងគឺដឹងតែបាយលែវហើយហើយរឿងមួយនេះនៅក្នុងភាពមួយនេះខ្ញុំសូមស្លេះចាប់តាមតែម្នេះសិនហើយជួយ comment ម្នាក់មួយផងថារឿងនេះល្អមើលអត់ហើយខ្ញុំមានតែប៉ុណ្្នឹងឯងបាទ